ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញនូវគោបាលសម្បកចម្ប៉ាមួយក្បាលដល់បងប្អូនទាំងអស់គ្នាហើយគោនេះគឺនៅសល់ពេញមួយម្ខាងទៀតគោបាលនេះគឺឲ្យកូនល្អអ្នកភូមិនឹងគាត់ទៅសើអញ្ចឹងហើយមានអ្នកចងាយមកទៀតអ្នកចងាយគឺដាក់លមកតោមកមេពួកគាត់វាច្រើនមកគឺស្អាតណាមេនៅខាងលមកដោយសារឲ្យឃើញបែបផែនវាគឺល្អចឹងគឺជាតាមបណ្ដាក់ដោយសារវាធ្លាក់កូនមកគឺស្អាតល្អអាចទទួលយកបានហើយគោនេះស្រួលលោតមេបងប្អូនយើងមើលគោគេហៅប្រដាប់លោតខ្ញុំមិនអ្នកជំនាញខាងមើលគោប៉ុន្តែយើងសួរចាស់ចឹងហើយម្ចាស់អ៊ំហ្នឹងគាត់ប្រាប់ថាគោស្រួលលោតមេគោនេះ slow ដែរយើងចូលថតអីវាអត់ចេះហក់មកគោបាខ្លះគឺមិនបានទេទៅចិត្តនោះគេញែងដាក់យើងហើយប៉ុន្តែថាគោទៅ slow យ៉ាងណាក៏យើងមិនត្រូវទុកចិត្តវាដែរព្រោះពេលណាមួយវាមួម៉ៅវាអាចធ្វើឲ្យយើងមានបញ្ហាចឹងមើលតម្រង់បែបផែនគឺស្អាតស័ក្តិសមជាគោបាប្រចាំភូមិគោនេះគឺវាអត់ប្រចាំស្រុកប្រចាំប្រទេសទេគឺវាប្រចាំភូមិប្រចាំឃុំកូនគឺធ្លាក់ពេញភូមិដែរណាបងប្អូនស្អាតយើងអាចទទួលយកបានមានមេកូមកអាចយកមកដាក់បានបែបផែនវាសម្បល់ចម្ប៉ាមើលងើបឆ្ងក់មកវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្ណេះបងប្អូនយើងជួបគ្នានៅវីដេអូថ្មីបន្តទៀតអរគុណចំពោះការតាមដានអស់គ្នា